មុននេះបន្តិចខាងเพจរបស់មួយថៃគឺបានចុះផ្សាយពីនាយសង្ហាឡាវចន្ទ្រាដែលអ្នកគ្រប់គ្រងគុណខ្មែរផ្គត់ផ្គង់ប៉ះនិងជើងខ្លាំងវ័នហើយក៏ជើងខ្លាំង OWS ឬក៏ជើងខ្លាំងសង្វៀនរាជាដាំងឿនបាទជំរាបសួរប្រិយមិត្តបងប្អូនមុននេះបន្តិចខាង channel របស់ថៃเพจរបស់ថៃធំៗបងប្អូនគេបានចុះផ្សាយពីខាងកលាករនីសង្ហាឡាវចន្ទ្រានិងកលាករលំដាប់វ័នភេទមរកតជើងខ្លាំងរបស់គេគណៈនៅក្នុងនោះកលាករនីសង្ហាឡាវចន្ទ្រាត្រៀមនឹងប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសថៃដែរគឺកលាករ Rivo So Mai ត្រៀមប្រកួតនៅថ្ងៃទី23នេះគឺនីសង្ហាបកអើយបងប្អូនហើយការវិលត្រឡប់គីឡូរបស់កីឡាករនីសង្ហាឡាវចន្ទ្រាគាត់ធ្វើបានល្អមកប្រកួតគីឡូ75ប៉ុន្តែសំខាន់គឺខាងเพจមួយថៃពងតែចុះផ្សាយពីកីឡាករនីសង្ហាឡាវចន្ទ្រាប៉ះនឹងเพจមរកតហើយនៅក្នុងនោះខាងគេបាននិយាយថាកីឡាករឡាវចន្ទ្រាហ្នឹងគាត់ជាកីឡាករ Superstar កម្រិត A នៅប្រទេសកម្ពុជានៅមុននឹងចង់ប្រកាសចង់ប៉ះជាមួយនឹងកីឡាករเพจមរកតគឺអត់មានចូលមើល comment របស់គេបងប្អូនព្រោះគេថាជើងខ្លាំងរបស់គេជា Superstar កម្រិត A លំដាប់ថៃធ្លាប់ពីលោកសង្វៀនវ័នចាស់ខ្សែក្រវ៉ាត់ភពលោកអញ្ចឹងទៅព្រោះគេខាងថៃហ្នឹងគឺគេចុះផ្សាយពីកីឡាករគុណខ្មែរយើងច្រើនខ្លាំងមែនទែនបច្ចុប្បន្ននេះប្រិយមិត្តបងប្អូនគណៈថ្មីនេះខាងថៃគេជួយផ្សព្វផ្សាយគុណខ្មែរយើងបងប្អូនមិនថាការប្រកួតកីឡាករគុណខ្មែរយើងប្រកួតចាញ់ស្លប់អីហ្នឹងគឺខាងថៃគេយកទៅជួយផ្សព្វផ្សាយអញ្ចឹងទៅប៉ុន្តែស្គាល់ថានៅក្នុងនោះក៏មានការនិយាយបង្អាលជាកីឡាករយើងទៅអញ្ចឹងណាថាគុណខ្មែរយើងប្រកួតចាញ់ជើងខ្លាំងរបស់គេមួយថៃប៉ុន្តែសំខាន់គឺខាងថៃមកជាក់នេះឲ្យតែខាងគុណខ្មែរយើងផ្សព្វផ្សាយពីកីឡាករតាក់ទងនឹងកីឡាកររបស់គេតែងតែចុះផ្សាយភ្លុកទឹកភ្លុកដីដែរបងប្អូនកីឡាកររបស់គេប៉ុន្តែសំខាន់គឺខាងនីសង្ហាឡាវចន្ទ្រាប៉ះនឹងភេទមរកតថ្ងៃខាងមុខអាចនឹងកើតឡើងព្រោះកីឡាករភេទមរកតនេះនិងកីឡាករឈូចរឿនកាលនោះគឺខាងគុណខ្មែរយើងធ្លាប់ស្នើសុំមកប្រកួតម្ដងហើយកាលនោះប្រកួតនៅសង្វៀនគ្រុឌគុណខ្មែរប៉ះជាមួយនឹងកីឡាករលនបញ្ញាហើយនឹងកីឡាករឡាវចន្ទ្រាគាត់ថាការប្រកួតកាលហ្នឹងកីឡាករជើងខ្លាំងរបស់មួយថៃភេទមរកតនិងកីឡាករឈូចរឿនហ្នឹងគឺអត់បានមកប្រកួតទេដោយសារតែខាងមួយថៃគេរិះគន់ភ្លុកទឹកភ្លុកដីអញ្ចឹងណាបងប្អូនកីឡាករគេមិនសមមកប្រកួតប្រទេសកម្ពុជាកម្រិត A ណាណីទេប៉ុន្តែសម្រាប់ភេទមរកតសប្តាហ៍គាត់ចូលកម្រិត2កម្រិត3បងប្អូនមិនថាកម្រិត A ទេព្រោះគាត់របូតខ្សែក្រវ៉ាត់វ័នអស់ហើយរាល់ថ្ងៃនេះប្រកួតនៅសង្វៀនរាជាដាំងឿនសង្វៀន OWS ហ្នឹងគាត់ថាជា Superstar មួយរូបនៅសង្វៀន OWS ជាម្ចាស់ខ្សែក្រវ៉ាត់ហើយក៏ប៉ះលំដាប់នៅសង្វៀន OWS ច្រើនដែរហើយបងប្អូនដឹងហើយក៏កីឡាករថៃបើខាងអ្នកគ្រប់គ្រងគេមិនអោយមកប្រកួតហើយគឺពិបាកគឺមិនអាចមកប្រកួតបានទេព្រោះខាងគេប្រកួតគឺលក់សម្បត្តិចេញចូលប្រកួតចឹងណាបងប្អូនដូចថាប្រកួតនៅសង្វៀនរាជាដាំងឿនចឹងគឺគេប្រកួតលក់សម្បត្តិខុសពីគុណខ្មែរយើងបើគុណខ្មែរយើងគឺជាការប្រកួតមួយផ្សព្វផ្សាយទៅតាមខេត្តហើយរាល់សប្តាហ៍រាល់អាទិត្យហើយការប្រកួតយើងគឺប្រកួតទៅលើ sponsor និង menu អញ្ចឹងដល់ប្រកួតលើ menu លើការ live អញ្ចឹងណាខុសពីខាងមួយថៃបើខាង fan គេមិនពេញចិត្តថាកីឡាករហ្នឹងគឺទៅចេះគេមិនឲ្យទៅហើយនៅតែមកប្រកួតប្រទេសកម្ពុជាគឺថ្ងៃក្រោយគឺខាងថៃគេមិនអាចទិញសំបុត្រចូលមើលកីឡាករនឹងប្រកួតទេអញ្ចឹងហើយគឺខាងមួយថៃខុសខាងគុណខ្មែរយើងឆ្ងាយបងប្អូនខុសគ្នាអញ្ចឹងណាបងប្អូនខាងគុណខ្មែរមួយថៃការប្រកួតគឺផ្សព្វផ្សាយខុសគ្នាទោះខាងគេដើរលឿនយើងបន្តិចគាត់ថាការប្រកួតទលំទលាយឲ្យអ្នកគ្រប់គ្រងមើលសេរីពេញលេញពេញសិតគឺខុសពីគុណខ្មែរយើងឆ្ងាយអ្នកដូចជាបងប្អូនមើលទៅខាងប៉ុស្តិ៍ធំគាត់ផ្សព្វផ្សាយគុណខ្មែរទៅដូចជាខាងប៉ុស្តិ៍ទូកម្ពុជាខាងសង្វៀនគ្រុឌខាងប៉ុស្តិ៍ថោនអីចឹងសង្វៀន Boostrong សង្វៀន Gensberg សង្វៀនម៉ាស់ហ្វៃស្របៀកម្ពុជាអញ្ចឹងគឺគាត់តែងតែផ្សព្វផ្សាយប្រកួតចែកអ្នកគ្រប់គ្រងគុណខ្មែរមើលពេញភ្នែកអត់មានការលក់សម្បត្តិអីដូចខាងគេចិត្តខាងណាបងប្អូន
ตูลมดับเอกำรัดเอในสตรกไม้ยังนาก็ได้ในแต่ประกุดในธรรมดามือไรธรรมดาไอ้ท่านมินต่อปอลมินปัญหาใจจูนไปจมันปนกับพลิกใจสับแครบแนวมวยพ้องจากดังลำใบวันปอลมินทำไมจะไม่ปีชนะกลับเพชรกุนไม้ใจจูนไปจมันปนตุสนาจะเรียนวัดไงกับประกุดปีขนมสตรกหนึ่งกลางสตรก